ចង់មកណែនាំពីការប្រើប្រាស់នៃម៉ាស៊ីនភ្លើងឲ្យត្រូវជាមួយនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនសម្រាប់ម៉ាស៊ីនភ្លើងដែលយើងមានគឺយើងមានជាលក្ខណៈគ្រួសារក៏ត្រូវលក្ខណៈអាជីវកម្មខ្នាតតូចក៏ត្រូវដែរដែលយើងមានចាប់ពី 10 kVA 11 kVA 12 kVA និង 13 kVA ថាការប្រើប្រាស់ម៉ាស៊ីនភ្លើងទាំងអស់នេះត្រូវជាមួយនឹងតម្រូវការរបស់បងប្អូនឬក៏អត់បងប្អូនតាមដានវីដេអូនេះឲ្យដល់ចប់ដែលម៉ាស៊ីនភ្លើងទាំងអស់នេះគឺជាប្រភេទម៉ាស៊ីនភ្លើងក្បាលម៉ាស៊ីនយ៉ាន់ម៉ាជាម៉ាស៊ីនភ្លើងដែលមានការធានាចេញពីក្រុមហ៊ុនច្បាស់លាស់រយៈពេលពេញ3ឆ្នាំផងដែរហើយប្រភេទម៉ាស៊ីនភ្លើងរបស់យើងទាំង4ខ្នាតនេះគឺជាម៉ាស៊ីនភ្លើងដែលស៊ីប្រេងតិចខ្លាំងមែនទែនអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាម៉ាស៊ីនភ្លើងនីមួយៗផលត្រូវជាមួយនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនទាំងអស់គ្នាឬក៏អត់ខ្ញុំនឹងរៀបរាប់ពីម៉ាស៊ីនភ្លើងរបស់យើងថាមានអត្ថប្រយោជន៍គេខ្លះហើយប្រើត្រូវជាមួយនឹងអីគេខ្លះអញ្ចឹងសម្រាប់ម៉ាស៊ីនភ្លើងកម្លាំង10 kVA យើងនេះផងដែរជាប្រភេទម៉ាស៊ីនភ្លើងកូនពៅតែម្ដងឌីឡម៉ូ8 kW ស៊ីប្រេងតិចខ្លាំងមែនទែនតម្រូវការសម្រាប់អតិថិជនគាត់ចង់យកទៅប្រើប្រាស់នៅតាមលំអចង់ចល័តយកទៅចំការឬក៏ចង់ប្រើជាមួយនឹងប្រភេទប៉ុស្តិ៍ផ្សារតូចអីហ្នឹងដែលងាយស្រួលក្នុងការចល័តអីហ្នឹងគឺអាចប្រើបានជាមួយនឹងខ្នាត10 kVA នេះដែល10 kVA ចេញភ្លើងបាន32 ampere ប្រភេទ mono ឌីឡម៉ូ8 kW ស៊ីប្រេងចាប់ពី 0.7 ទៅ1លីត្រអញ្ចឹងប្រភេទហើយយើងមកមើលជាមួយនឹងប្រភេទម៉ាស៊ីនភ្លើង11 kVA និង12 kVA ដែលប្រភេទពីរនេះគឺអត់ខុសគ្នាអីហ្មងនេះខុសគ្នាជាមួយឌីឡម៉ូតែតិចតួចតែប៉ុណ្ណោះសម្រាប់11 kVA ឌីឡម៉ូ10 kW 12 kVA ឌីឡម៉ូ11 kW ដែលប្រភេទទាំងពីរនេះគឺភ្ជាប់មកជាមួយនឹងប្រព័ន្ធអាតេអូតូមកស្រាប់ដូចគ្នាដែលយើងអាចភ្ជាប់ជាមួយនឹងភ្លើងរត់បាននៅពេលដែលភ្លើងរត់ដាច់ម៉ាស៊ីនភ្លើងបច្ចេកពេលដែលភ្លើងរត់មកវិញក៏ផលិតដោយខ្លួនឯងដែលយើងតែងតែដឹងហើយថាប្រភេទនេះគឺងាយស្រួលខ្លាំងចំណេញពេលវេលាបងប្អូនទាំងអស់គ្នាអត់ចាំបាច់រត់ទៅបច្ចេកអីទេហើយប្រភេទទាំងពីរនេះគឺភ្ជាប់មកជាមួយនឹងប្រភេទម៉ាស៊ីនភ្លើងដែលចេញភ្លើងបាន32 ampere ដូចគ្នាចា mono ប្រភេទ 220V ដែលយើងប្រើប្រាស់នៅក្នុងផ្ទះដោយបងប្រើម៉ាស៊ីនត្រជាក់ធំ2ឬក៏3គ្រាប់ធំមួយសេះអីហ្នឹងមានជាមួយពូលកង្ហាម៉ាស៊ីនត្រជាក់មានទូទឹកកកឬក៏ឧបករណ៍អីផ្សេងតិចតួចទឹកដែលត្រជាក់នៅក្នុងផ្ទះហ្នឹងអាចប្រើជាមួយនឹងខ្នាតទាំងពីរនេះបានហើយដែលខ្ញុំបញ្ជាក់នៅខាងមុខអញ្ចឹងប្រភេទទាំងពីរនេះគឺមានអាតេអូតូភ្ជាប់មកស្រាប់ចេញសម្រាប់បងម្ចាស់ហាងកាហ្វេនិងបងការដ្ឋានមើលវីដេអូនេះគឺត្រូវហើយជាមួយនឹងម៉ាស៊ីនភ្លើងកម្លាំង13 kVA នេះអញ្ចឹងខ្ញុំណែនាំជាមួយនឹងបងម្ចាស់ហាងកាហ្វេសិនដែលគាត់ប្រើជាមួយនឹងម៉ាស៊ីនត្រជាក់ចាប់ពី2ឬក៏3គ្រាប់កម្លាំងត្រឹមមួយសេះអាចមើលជាមួយនឹងខ្នាត13 kVA យើងនេះបានផលិតភ្លើងបានរហូតដល់36 ampere ដែលមានអាតេអូតូភ្ជាប់មកស្រាប់ក៏ដូចជាបងដែលជាម្ចាស់ការដ្ឋានមានប៉ុស្តិ៍ផ្សារធំមួយគ្រាប់ឬក៏មានជាមួយនឹងម៉ូទ័រឆាបម៉ូទ័រកាត់អីផ្សេងដែលផ្សារដៃធំ3លី2ចុះក្រោមអាចមើលជាមួយនឹងខ្នាត13 kVA យើងនេះបានចាកម្លាំងខ្លាំងមែនទែនឌីឡម៉ូពេញរហូតដល់12 kW ចាជាពិសេសនោះគឺមានអាតេអូតូភ្ជាប់មកស្រាប់អញ្ចឹងចំណុចសំខាន់សម្រាប់អាតេអូតូបងដែលជាម្ចាស់ហាងកាហ្វេគឺពិសេសខ្លាំងត្រង់ដែលយើងភ្ជាប់ជាមួយនឹងភ្លើងរត់នៅពេលដែលភ្លើងរត់ដាច់ម៉ាស៊ីនភ្លើងបច្ឆេះពេលដែលភ្លើងរត់មកវិញក៏ផលិតដោយខ្លួនឯងជាសេរីក្បាលម៉ាស៊ីនយ៉ាន់ម៉ាដែលមានការធានាខ្ពស់ចេញពីក្រុមហ៊ុនពេញ3ឆ្នាំហើយសម្រាប់ម៉ាស៊ីនភ្លើងយើងនេះគឺអាចងាយស្រួលចល័តបានអញ្ចឹងបាទខ្ញុំជជែកទៅខាងបងដែលជាម្ចាស់ការដ្ឋានណាចាគឺយកខ្នាតនេះទៅគឺត្រូវតែម្ដងមិនថាជាលក្ខណៈគ្រួសារការដ្ឋានតិចតាចឬក៏បងយកទៅចល័តនៅតាមខេត្តឬក៏អាចប្រើប្រាស់អីផ្សេងជាលក្ខណៈគ្រួសារក៏បានដែរមិនមែនសម្រាប់តែអាជីវកម្មទេអញ្ចឹងប្រភេទប្រើមួយសុទ្ធហើយមានការធានាខ្ពស់ជាងពីក្រុមហ៊ុនរយៈពេលពេញ3ឆ្នាំទៅលើសេវាកម្មចុចចូលនិងរយៈពេល1ឆ្នាំទៅលើគ្រឿងបន្លាស់ free សេវាកម្មដឹកជញ្ជូនពេញ25ខេត្តក្រុងអញ្ចឹងសម្រាប់បងមានលម្អិតបងអាចតាក់ទងតាមលេខទូរស័ព្ទឬឆាតចូល page បានអរគុណ